ចាស់លោកលាក់សាច់គោគឺជាម្ហូបដែលពេញនិយមមួយមិនថាកូនក្មេងឬមនុស្សចាស់ភាគច្រើនគឺចូលចិត្តញ៉ាំថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបឆាលោកលាក់ជូនបងប្អូនទាំងអស់គ្នាជាដំបូងយើងត្រូវមានខ្ទឹមក្រហមខ្ទឹមសដំហើយចិញ្ច្រាំវាចិញ្ច្រាំវាល្មមទុកសម្រាប់ឆាវាចំណែកឯសាច់គោវិញគឺយើងយកវាមកយើងកាត់វាជាដុំសិនបន្ទាប់មកចាំយើងហាន់ធ្វើបែបនេះគឺងាយស្រួលអញ្ចឹងគឺយើងហាន់តឹងសាច់បែបនេះគឺមិនស្ដើងពេកមិនក្រាស់ពេកមិនល្មមញ៉ាំអញ្ចឹងសម្រាប់សាច់គោ3ខាំកន្លះហ្នឹងគឺខ្ញុំដាក់ម្សៅស៊ុបចំនួន1/3នៃស្លាបព្រាកាហ្វេនៃស្លាបព្រាខ្លីសុំទោសស្ករស1ស្លាបព្រាទឹកត្រីចំនួន2ស្លាបព្រាប្រេងខ្យងចំនួន2ស្លាបព្រាដែរហើយទឹកប៉េងប៉ោះចំនួន2ស្លាបព្រាដូចគ្នាចំណែកឯម្រេចគឺខ្ញុំដាក់តែបន្តិចទេអាចដាក់1ក្រាមឬក៏2ក្រាមតាមចំណូលចិត្តរបស់បងប្អូនបន្ទាប់មកគឺប្រេងល្ងគឺយើងដាក់បន្តិចទេដើម្បីយកក្លិនឈ្ងុយបើបងប្អូនអត់មានដាក់ក៏បានដែរហើយខ្ញុំថែមអំបិលបន្តិចប្រហែលជា1ក្រាមបន្ទាប់មកគឺទឹកចំនួន3ស្លាបព្រាស្មើនឹង2ស្លាបព្រាខ្លីអញ្ចឹងគឺយើងច្បល់វាសព្វអញ្ចឹងទៅចាំយើងយកវាមកឆាអញ្ចឹងយើងលីងខ្ទឹមមកឈ្ងុយល្អបន្ទាប់ពីលីងខ្ទឹមហើយយើងចាក់សាច់ចូលអញ្ចឹងកំឡុងពេលដែលយើងចាក់សាច់ចូលហ្នឹងគឺយើងបើកភ្លើងឲ្យខ្លាំងពេលបើកភ្លើងឲ្យខ្លាំងអស់អញ្ចឹងទៅធ្វើសាច់ហ្នឹងគឺផុយឆ្ងាញ់អញ្ចឹងគឺយើងឆាច្បល់វាបន្តិចល្មមទៅយើងថែមទឹកបន្តិចវាគោកអញ្ចឹងយើងថែមទឹកបន្តិចគឺខ្ញុំអត់ដាក់ទឹកច្រើនទេដោយសារខ្ញុំចូលចិត្តគោកអញ្ចឹងការឆានេះគឺរួចរាល់ហើយអញ្ចឹងគឺយើងបានដួសដាក់ចានគឺលឿនមែនតើហើយងាយស្រួលណាបងប្អូនបន្ទាប់ពីឆាហើយគឺយើងចៀនពងទាថែមមួយគ្រាប់ទៀតអញ្ចឹងបន្ទាប់ពីចៀនពងទាខ្ញុំយកទៅឲ្យក្មួយខ្ញុំគាត់ចាំអញ្ចឹងមើលគាត់រីករាយមែនតើគាត់ចាំញ៉ាំអញ្ចឹងឆាលោកលាក់សាច់គោយើងដាក់ជាមួយនឹងអំបិលម្រេចហើយនឹងទឹកក្រូចឆ្មាបន្តិចទៅវាកាន់តែឆ្ងាញ់ដោយសារតែរសជាតិដែលខ្ញុំឆាហ្នឹងគឺអត់សូវប្រៃទេគឺល្មមអញ្ចឹងតើថែមអំបិលម្រេចក្រូចឆ្មាទៀតបានកាន់តែអែមបងប្អូនសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយអរគុណ